យោងតាមឯកសារដែលសរសេរដោយលោកវ៉ាន់មូលីវ៉ាន់ស្ថាបត្យករដ៏ល្បីល្បាញម្នាក់បានសរសេរថាចាប់តាំងពីឆ្នាំ 1924 ដល់ឆ្នាំ 1930 រាជធានីភ្នំពេញត្រូវបានពង្រីកដោយពួកបារាំងដោយតំបន់ក្នុងក្រុងនិងជាយក្រុងបានដាក់បញ្ចូលក្នុងផែនការមេសម្រាប់រៀបចំក្រុងសំណង់ធំៗរួមមានការកសាងស្ពានប្រព័ន្ធបង្ហូរនិងផ្គត់ផ្គង់ទឹកអគារសារមន្ទីរស្ថានីយ៍រថភ្លើងផ្សារធំថ្មីវាលប្រមេនជាដើមបន្ទាប់មកទៀតរហូតដល់សម្ដេចព្រះនរោត្តមសីហនុដែលសំខាន់នឹងសម្រាប់សង្គមជាតិយើងគឺវិស័យអប់រំសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះគឺសាងសង់នៅក្នុងឆ្នាំ 1968 ទៅហើយនេះទេដោយសារប្រាក់កម្ចីបរទេសសាកលវិទ្យាល័យដំបងដែលជាលក្ខណៈវិទ្យាសាស្ត្រតែណាក៏ប៉ុន្តែយើងមានសាកលវិទ្យាល័យមួយទៀតមុនភ្នំពេញគឺសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានន័យសាលាវិចិត្រសិល្បៈរបស់បារាំងនឹងសាងសង់តាំងពីសម័យអាណានិគម 1917 សំណង់ស្ថាបត្យកម្មមានសន្ទុះរីកដុះដាលខ្លាំងនៅក្នុងសម័យសង្គមរាស្ត្រនិយមក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកាសរណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋសម័យកាលនោះគឺជាទសវត្សរ៍នៃវិស័យសំណង់ស្ថាបត្យកម្មដែលមានអគារជាច្រើនត្រូវបានសាងសង់ឡើងដូចជាប្រលានយន្តហោះពហុកីឡដ្ឋានជាតិសាកលវិទ្យាល័យតំបន់ពាណិជ្ជកម្មឧស្សាហកម្មនិងសួនកម្សាន្តជាដើមឡើយពីនេះសូមទស្សនិកជនមកតាមដានទស្សនាជាមួយនឹងខ្ញុំអំពីការអភិវឌ្ឍរបស់រាជធានីភ្នំពេញក្រោយរដ្ឋប្រហារខែមីនាឆ្នាំ 1970 រហូតមកទល់ពេលបច្ចុប្បន្នសម័យសាធារណរដ្ឋខ្មែរចាប់ពីឆ្នាំ 1970 ដល់ឆ្នាំ 1975 គឺក្រោយពីសម័យសង្គមរាស្ត្រនិយមបន្ទាប់ពីការធ្វើរដ្ឋប្រហារទម្លាក់ប្រកាសរណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុនៅឆ្នាំ 1970 ស្ថានភាពនៅក្នុងប្រទេសកម្ពុជាមានសភាពដុនដាបនិងធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលជាហេតុធ្វើឲ្យរាជធានីភ្នំពេញពុំមានការអភិវឌ្ឍនិងពុំមានការសាងសង់សំណង់ស្ថាបត្យកម្មជាដុំកំភួនអ្វីឡើយលើសពីនេះសំណង់អគារផ្សេងៗដែលមានស្រាប់ត្រូវរងការបំផ្លាញដោយសារការទម្លាក់គ្រាប់បែកនិងការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរទៅវិញការរស់នៅរបស់ប្រជាជននៅក្នុងរាជធានីស្ថិតក្នុងភាពភ័យខ្លាចដោយសារសង្គ្រាម